ចេះខាវីដេអូឲ្យលឿនហើយឬនៅបើអត់តាមចេះទេតោះទៅមើលទាំងអស់គ្នាអញ្ចឹងយើងចុចកន្លែងខាងស្ដាំដៃលើស្មាស្ដាំដៃនៅចន្លោះកណ្ដាលហ្នឹងចុចកន្លែងនេះ2 ដងណាកន្លែងដុំនេះមកវានឹងមាននៅលើ screen នេះកន្លែងនេះនេះslide up to lock ថាល្បឿនហ្នឹងវា2 ដងនៃល្បឿនធម្មតាអញ្ចឹងណាអញ្ចឹងយើងប្រឡែងដកដៃវិញមកគឺវាដាធម្មតាវិញអញ្ចឹងណាអញ្ចឹងសម្រាប់ការកំណត់ធម្មតាដើម្បីកំណត់ค่าល្បឿនគឺយើងចុចមកកន្លែងនេះកន្លែងចុច3នេះមកអញ្ចឹងយើងឃើញហើយថាកន្លែង playback speed នេះយើងចុចមកមានយឺតកន្លះដង0.8 ដងហើយនឹងធម្មតាល្បឿន1ហើយនឹងល្បឿន1.2 1កន្លះ1.8ទៅ2អញ្ចឹងណាអាហ្នឹងជាវិធីដែលយើងចុចតាមស្រួលតាមកន្លែង track 3នេះអញ្ចឹងណាអញ្ចឹងសម្រាប់ TikTok គឺអត់ខុសគ្នាប៉ុន្មានទេអញ្ចឹងចុចឲ្យលឿនគេនេះហ្នឹងគឺបន្ថែមល្បឿនហ្នឹងហើយអញ្ចឹងដល់ពេលដល់បើយើងចង់ចុចទៅកន្លែងវិធីធម្មតាគឺនៅលើរោកន្លែង track 3នេះក៏អត់ឃើញមានទេអញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវចុចលើកន្លែងនេះកន្លែងកន្លោះកណ្ដាលនេះចុចឲ្យជាប់មកអញ្ចឹងយើងនឹងឃើញ playback speed នេះហើយអញ្ចឹងយើងអាចចុចទៅបានអញ្ចឹងយើងមាន2 ដងអីចឹងណាតាមហ្នឹង